ហាងនំខេកកូរ៉េជាមួយនឹងហាងកាហ្វេកូរ៉េមកកន្លែងនេះគឺខ្ញុំស្គាល់តាមគេ review ដែរទេនៅកន្លែងគាត់ហ្នឹងគឺប្លែកម្យ៉ាងដែរតាតែនំខេកទាំងការរៀបចំហ្នឹងគឺស្អាតនិយាយទៅគឺ vibe ក៏ប្លែកម្យ៉ាងដែរហើយសំខាន់គឺនំខេកនៅកន្លែងគាត់ហ្នឹងគឺឆ្ងាញ់មែនមិនមែនតែប៉ុណ្្នឹងណាគឺមានច្រើនជាងហ្នឹងទៀតមានតាំងពីនំខេកធ្វើមកពី brownie មានតាំងពី tiramisu និយាយទៅមានច្រើនសម្រាប់ឈ្មោះហាងកន្លែងគាត់ហ្នឹងវិញគឺឈ្មោះ Lajo Kitchen and Coffee គឺនៅម្ដុំច្បារអំពៅគឺអាចឆែកតាម Google Map បានហើយនេះគឺជាម៉ឺនុយនៅខាងគាត់មានតាំងពីម្ហូបមានតាំងពីកាហ្វេដែរហើយជាមួយនឹង matcha ហ្នឹងក៏មានច្រើនដែរបាទនិយាយពីកន្លែងអង្គុយនៅខាងគាត់ហ្នឹងវិញគឺមានតែប៉ុណ្្នឹងទេនៅជាន់ក្រោមហ្នឹងប៉ុន្តែតាមខ្ញុំសួរគាត់ថាមានជាន់លើមួយទៀតកាលខ្ញុំទៅនឹងហៀលល្ងាចដែរដល់ពេលចឹងទៅមនុស្សសើច្រើនទេហើយទៅដល់ហ្នឹងខ្ញុំក៏បានកំងកាហ្វេលេខមួយមានហើយជាមួយនឹងមួយទៀតហ្នឹងគឺជានំខេក brownie មួយហ្នឹងគឺមើលទៅណងមែនគឺខាងក្រោមហ្នឹង brownie លេខមួយកាហ្វេហើយខាងលើហ្នឹងគឺមានស្រួយគ្រីមស្តៀងនឹង tiramisu ចឹងដំបូងគេនេះគឺខ្ញុំមកសាក់កាហ្វេមុនគេមើលពណ៌កាហ្វេជាមួយនឹងកែវកាហ្វេនៅខាងគាត់នេះឡើងតំណងហ្មងបាទនិយាយពីរសជាតិវិញគឺកាហ្វេនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ម្យ៉ាងដែរបាទតម្លៃម៉ឺនុយនៅខាងគាត់ហ្នឹងក៏គួរសមដែរមានចាប់ពី2រៀលជាង3រៀលជាឡើងចឹងទាំងកាហ្វេទាំងនំខេកនៅខាងគាត់ហ្នឹងអញ្ចឹងបាទអ្នកគេចង់ញ៉ាំមួយនេះគឺអាចរើបាននៅម្ដុំច្បារអំពៅ